ពួកគេពិតជារំខានណាស់នេះគាត់ពិតជាចេញមកមែននេះតែមានអ្វីចៅមីងស៊ីពិតជាមានកម្លាំងមែនលេងឲ្យមានភាពយុត្តិធម៌បើសិនជាលោកមានភាពក្លាហាននិយាយទៅគឺគុំលេងឲ្យបាយកលថោកទៀតឯងសានិយាយម្ដងទៀតមើលបើសិនជានាងទៅនោះគ្រាន់តែបន្ថែមប្រេងលើភ្លើងប៉ុណ្ណោះឲ្យបងប្រុសស៊ីដោះស្រាយទៅនេះតើពួកគេចង់វាយគ្នានេះតើពួកឯងកំពុងធ្វើអ្វីតើពួកឯងចង់សម្អាតបកុនទេបើសិនជាលោកឲ្យខ្ញុំសម្អាតបកុននោះខ្ញុំនឹងវាយកំទេចសាលានេះចោលតែម្ដងនាយកលោកត្រូវតែបកស្រាយថាហេតុអ្វីបានជាចៅមីងស៊ីអាចចូលក្នុងអន្តរសាលាមិនមែនជាបែបនេះក្រែងខ្ញុំប្រាប់ហើយថានាងត្រូវបានជ្រើសរើសដោយសាស្ត្រាចារ្យដែលមានកិត្យានុភាពម្នាក់លោកនាយកយើងមិនអាចចោះចូលជាមួយនឹងការសោកប៉ាន់បាននោះទេយើងគួរតែធ្វើតាមច្បាប់ហើយផ្ដល់តំណែងទៅឲ្យមួយជាវគួរអត់សម្ដែងណាខ្ញុំមិនបានសោកប៉ាន់អ្នកណានោះទេតែលោកបើជាចង់ឲ្យមនុស្សរបស់ខ្លួនឯងចូលទៅវិញនេះជាអ្វីដែលឯងត្រូវនិយាយជាមួយគ្រូណាជាងកងពេញតែនេះជារឿងដែលមិនសមហេតុផលអីទៀតហើយចៅមីងស៊ីគឺជាកូនសិស្សរបស់ខ្ញុំហើយមានមនុស្សតែ3នាក់ប៉ុណ្ណោះដែលអាចដោះស្រាយជាមួយនឹងសំណួរដែលពិបាកបំផុតក្នុងការប្រឡងប្រចាំខែនេះហើយនាងគឺជាមនុស្សតែម្នាក់នៅក្នុងចំណោមពួកគេតើស្អីគេទៅដែលមិនយុត្តិធម៌នោះតើគ្រូយេប៊ីងគឺជាអ្នកចាប់ផ្ដើមការប្រកួតហើយពួកឯងគឺជាអ្នកកាន់ក្តីមែនទេនេះគឺជាសាស្ត្រាចារ្យដ៏គួរឲ្យគោរពម្នាក់ហើយកុំហៅខ្ញុំទៀតដោយសោះអ្នកទាំងអស់គ្នាកំពុងតែមើលអីត្រឡប់ទៅថ្នាក់វិញទៅខ្ញុំបានប្រាប់ពួកគេថាក្មេងស្រីម៉ាស់តូចរបស់ខ្ញុំទទួលបានតំណែងនោះដោយសមត្ថភាពរបស់នាងនេះនាងទៅណាហើយនាងបាននិយាយថាពេលដែលអ្នកនៅមាត់ទ្វារចេញអស់នាងនឹងទៅបណ្ណាល័យដើម្បីសិក្សានេះជាសម្បត្តិហើយចាប់ពីថ្ងៃនេះទៅលោកធ្វើកិច្ចការផ្ទះរបស់លោកដោយខ្លួនឯងទៅហើយលែងមានបង្អែមសម្រាប់លោកទៀតហើយតែខ្ញុំធ្វើអ្វីខុសហេតុអីបានជានាងខឹងខ្ញុំភ្លាមបែបនេះពីទោះបីជារបួសរបស់ហ្វូយ៉ាន់ស៊ីមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំធ្វើឲ្យគាត់បាត់បង់សំណាងក៏ដោយដើម្បីសុវត្ថិភាពខ្ញុំគួរតែឈប់នៅក្បែរគាត់មួយរយៈសម្ដីបណ្ដោះស្ទើរតែឯងកំពុងតែព្យាយាមសម្ដែងដូចជារៀនទៀតហើយបងប្រុសទី2របស់ចៅមីងស៊ីចៅម៉ូចាំខ្ញុំមើលថាឯងកំពុងតែធ្វើសំណួរអ្វីចៅម៉ូតើគាត់មិនបាននៅក្រៅប្រទេសទេឬអូថ្ងៃនេះគឺជាខួបកំណើតរបស់លោកស្រីចៅទោះបីជាលោករវល់យ៉ាងណាក៏លោកត្រឡប់មកវិញដែរអូហ៎ដូច្នេះវាគឺជាសំណួរប្រកួតប្រជែងមែនដែរទេវាប្រសើរជាងបើសិនជាឯងបោះបង់ចោលទោះបីជាឯងខំប្រឹងសិក្សាប៉ុណ្ណា IQ របស់ឯងក៏នៅតែប៉ុណ្្នឹងដែរតែមានរឿងអ្វីកើតឡើងនាងមិនដែលប្រតិកម្មបែបនេះពេលដែលខ្ញុំនិយាយលេងសើចជាមួយនឹងនាងនោះទេសម្ដែងបណ្ដោះតូចឥឡូវនេះឯងដូចជាក្រអិតក្រតំដល់ហើយឥឡូវនេះឯងធ្វើដូចជាខំរៀនចំនួនពីការប្រឡងពីចៅយានមែនដែរទេចេញទៅហើយខ្ញុំនៅមិនខ្ជិលខ្ជាយពេលវេលា5ឆ្នាំជាមួយនឹងគេទៀតទេចាញ់នេះតើនាងចង់ឲ្យខ្ញុំចាញ់នាងខ្ញុំទើបតែត្រឡប់ពីបរទេសវិញទោះបីជានាងមិនស្វាគមន៍ខ្ញុំក៏ដោយហេតុអ្វីបានជានាងហ៊ានដេញខ្ញុំចេញចៅមីងស៊ីឯងមិននិយាយហួសហេតុពេកទេឬមកជាមួយយើងទៅផ្ទះវិញក្នុងថ្ងៃនេះគឺមានវិធីជប់លៀងខួបកំណើតយើងមិនចង់ខ្ជិលខ្ជាយពេលវេលាជាមួយនឹងក្មេងរពើដូចឯងទេតើនាងចង់មានន័យថាម៉េចហើយតើនាងស្ដាយក្រោយដែលធ្លាប់ធ្វើឲ្យខ្ញុំពេញចិត្តហើយត្រឡប់មកវិញនាងខ្ញុំមិនត្រឡប់ទៅវិញទេបើសិនជាលោកមិនចាក់ចេញពេលនេះទេខ្ញុំនឹងទូរស័ព្ទទៅសន្តិសុខហើយបើសិនជាលោកមិនចង់លេចមុខនៅក្នុងព័ត៌មាននៅថ្ងៃស្អែកទេលោកឆាប់ចាក់ចេញទៅហើយពួកគេមកតែនាងគេតើខ្ញុំខ្វល់ខ្ញុំភ្លេចថាលោកមិនមែនជាមនុស្សដែលពេញនិយមដែលមនុស្សគ្រប់គ្នាខ្វល់នោះទេវាគ្មាននឹងអ្នកណាម្នាក់យកចិត្តទុកដាក់ចំពោះលោកសម្រាប់រឿងនេះនោះទេនាងទៅជាមួយខ្ញុំទៅផ្ទះវិញយើងនិយាយគ្នាទៀតវាគ្មានផ្លូវទេខ្ញុំមិនទៅឡើយនេះថាគេហ៊ានធ្វើបាបនៅក្រោមបង្គាប់របស់ខ្ញុំមែនទេតើគេកំពុងតែព្យាយាមរកសេចក្តីស្លាប់ហើយអូយនេះអាណាគេតតយើងកុំអីបងប្រុសស៊ីបងមិនអាចខកខានជាមួយនឹងឱកាសនេះដែលជួយស្រីស្អាតនៅក្នុងពេលគ្រាលំបាកនោះទេឈួតហើយតើនោះជាបងប្រុសស៊ីមែនទេតើគាត់កំពុងវាយអ្នកណាតើជាក្មេងទំនើងមែនក្មេងទំនើងម្នាក់បានលួចចូលសាលារៀនហើយបានធ្វើបាបក្មេងស្រីតើគាត់កំពុងតែឆ្លោះប្រកែកគ្នាមែនទេកុំវាយមុខខ្ញុំឲ្យសោះសិស្សវិទ្យាល័យបានឆ្លោះគ្នានៅក្នុងសាលាតើពួកឯងមុននឹងប្រព្រឹត្តតើឯងមិនគិតទេឬហើយតើពួកឯងមិនដឹងទេឬថាពួកឯងនឹងត្រូវគេដាក់ទរណកម្មណាហើយឯងវិញហេតុអ្វីបានជាឯងលាបពណ៌សក់ហើយហេតុអ្វីបានជាឯងវាយគេបែបនេះហើយគាត់គឺជាមនុស្សឆ្កួតបើមិនមែនជាគាត់ទេតើខ្ញុំគួរវាយអ្នកណាទៀតបើចង់និយាយអំពីសក់ក្រហមរបស់ខ្ញុំគឺមកពីខ្ញុំសង្ហានោះអីហើយក្រៅពីនេះគ្មានច្បាប់ណាចែងថាមនុស្សសក់ក្រហមមិនដូចជាមនុស្សធម្មតានោះទេ
ហើយតើនាងបានមកនៅអ្នកប្រុសតូចវ័យក្មេងអ្នកនាងចៅកំពុងតែរងចាំលោកនៅខាងក្រៅកុំឲ្យនាងនៅចិត្តក្មេងទំនើងអាក្រក់នោះឲ្យសោះណាតើឯងកំពុងតែហៅអាណាជាក្មេងទំនើងនេះខ្ញុំជាបងប្រុសទី2របស់នាងតើបងប្រុសទី2ណាតើមានលើកខ្ញុំនិយាយអត់ខ្ញុំគ្រាន់តែព្យាយាមនាំនាងទៅពិធីជប់លៀងខួបកំណើតតើបិទមាត់ទៅចាំឈប់និយាយភ្លាមកុំមកបង្កបញ្ហាអីក្នុងនាងជាបងប្រុសរបស់នាងធ្វើជារកដូចជាបងគេផងតើអ្នកណាដែលមិនគិតនោះថាឯងដូចជាក្មេងទំនើងតើអ្នកណាជាអ្នកអនុញ្ញាតឲ្យឯងបង្កបញ្ហានេះខ្ញុំគឺជាវិជាតកខ្ញុំខ្លាចអ្នកតាមដានដូច្នេះគឺខ្ញុំព្យាយាមយកនាងទៅឲ្យលឿនអ្នកលបតាមឯងអ្នកដែលលបតាមឯងនោះមិនបានមួយចំណិតក្រុមរបស់បងប្រុសស៊ីបាននោះទេអូខ្ញុំបានគិតថាខ្ញុំឆ្លុះសក់ខ្លះតែលោកមិនបានទៅរាប់ដែរទេខ្ញុំកុំបារម្ភអីលោកម្ចាស់វ័យក្មេងខ្ញុំបានរៀបចំរួចហើយដូច្នេះអ្នកទាំងពីរកុំបារម្ភអីខ្ញុំនឹងមើលថែអ្វីៗគ្រប់យ៉ាងតើវាយ៉ាងម៉េចហើយវាមិនមែនជារឿងធំដុំនោះទេដើម្បីកុំឲ្យវាលេចឡើងនៅក្នុងព័ត៌មាននោះលោកមេធាវីសាយនឹងថែរក្សាវាជាការសម្ងាត់តំណាងល្អដែលមិនមានស្នាក់ស្នាមនៅលើដៃរបស់ម៉ាស់តូចទេមិនអញ្ចឹងខ្ញុំនឹងមិនលើកលែងឲ្យគេឡើយលឿនឡើងមកណៃឲ្យលេបថ្នាំចាំបន្តិចទៀតទៅសុំទោសម៉ាស់តូចខ្ញុំបែរជាទៅវាយបងប្រុសរបស់នាងទៅវិញហើយខ្ញុំក៏មិនដឹងថាកុំបារម្ភអីខ្ញុំនឹងមិនខ្វល់ពីគាត់នោះទេឲ្យតែអ្នកទាំងពីរមិនអីទៅបានហើយវាមិនអីទេបើបងប្អូនរបស់យើងត្រូវតែស្មោះត្រង់ហើយកុំបារម្ភអីបងប្រុសស៊ីបានប្រមានគ្រប់គ្នាហើយនឹងគ្មានអ្នកណាម្នាក់និយាយរឿងដែលបានកាត់ឡើងក្នុងថ្ងៃនេះនោះទេរងចាំនៅទីនេះមួយផ្លែតណាក៏វង្វេងអសោះយើងនឹងទៅបន្ទប់ទឹកដើម្បីព្យាបាលរបួសមួយផ្លែតយើងនឹងចាំទៅជាមួយគ្នាបន្ទាប់ពីនោះណាចាយល់ព្រមនេះក្រៅពីហេយ៉ាងនឹងដងសិនគ្មានអ្នកណាក្រៅឆោចំនួនខ្ញុំឡើយពេលខ្លះទោះបីជាពួកគេជាក្រុមគ្រួសារឬអត់ក៏ដោយវាមិនសំខាន់នោះទេអ្នកដែលប្រព្រឹត្តជាមួយយើងបានល្អម្នាក់នោះហើយទើបសំខាន់